បាទជំរាបសួរបងប្អូនបាទថ្ងៃនេះចេញក្បាលវីដេអូមួយមកហើយបាទហើយមើលបងប្អូនគាត់តែមើលដឹងថាគាត់ឃើញពណ៌ដឹងថាមកជូរតែថាជាមកជូរអ្វីបាទអញ្ចឹងយើងបាទជាដំបងដាក់បាទឆ្នាំងទឹករបស់ខ្ញុំនេះបាទរត់ដល់មានឆ្នាំងអីបាទគឺគោលក្រីរំដេងទឹកក្រូចល្មៀតខ្ទឹមសអីហ្នឹងក៏ហមហ្នឹងហើយនឹងគល់ក្រីបាទគាត់តែមើលដឹងថាមកជូរហើយបាទការប៉ិតមកជូរមែនគឺជាមកជូរក្រាក់បាទមកជូរក្រាក់ឆ្អឹងជំនីជ្រូកអញ្ចឹងហើយគឺធ្វើបែបនេះឯងអញ្ចឹងហើយมันអាចបំភ្លេចបាននេះគឺខ្ទឹមខ្ទឹមម្ទេសចិញ្ច្រាំបាទម្ទេសចិញ្ច្រាំម្ទេសផ្លោកច្រាំហ្នឹងនឹងក្រហមយើងដាក់ដើម្បីយកពណ៌បាទគោឡើងពណ៌ទៅវាមានសោភ័ណភាពនៃការមើលទៅរឿងតាក់ទាញបាទអញ្ចឹងដល់ហើយយើងកូរវាបាទកូរវាឲ្យវាគ្រឿងវាឡើងឈ្ងុយបាទសពហើយបានយើងចាប់ដើមចាក់នៅឆ្អឹងជំនីចំពោះឆ្អឹងជំនីនេះយើងកាប់វាវាប៉ុនមេដៃបាទហើយចំនួនប្រហែលគីឡូហ្នឹងប្រស័យទៅលើយើងទេបាទហើយយើងមានទេចាំមាន500តោនក៏បានដែរបាទអញ្ចឹងហើយយើងកូរគ្រឿងឲ្យវាសព្វចូលគ្នាតែម្ដងបាទកូរវាគោះវាត្រឡប់កុំឲ្យបើមិនចឹងទេខ្លាចវាខ្លោចបាទផ្ទះព្រោះធម្មតាយើងប្រើហ្គាសវាបុកទៅវាខ្លាំងពេកធ្វើឲ្យភ្លើងនឹងវាឆេះនឹងខ្លោចបាត់ឆ្នាំងរបស់យើងមិនដល់មកយើងនៅដាក់ផ្សំគ្រឿងចាបាទយើងដាក់ប៊ីចេងតែទៅដើម្បីឲ្យវាចូលជាតិចូលជៅនេះតែម្ដងបាទហើយបន្តមកទៀតយើងបន្ថែមនៅទឹកត្រីបាទព្រោះធម្មតាខ្ញុំដាក់ប្រហុកដែរហើយប៉ុន្តែខ្ញុំនៅលួចទឹកត្រីបន្តិចខ្លាចវាថាទៅស្ទើបាទព្រោះលួចច្រើនពេកទៅខ្លាចគេចាប់បានទៅជាប្រៃបាទចឹងហើយមានអីមានតែមានគោវាហើយនឹងត្រឡប់ច្របល់វាទៅមកពុះគ្រឿងនឹងបែកវល់អស់នេះចឹងបានតែគ្រឿងវាចូលសពសាច់អីចឹងហើយយើងគ្របវាទុកមួយលើសិនបាទបន្ទាប់ពីគ្របអស់រយៈពេលមើលស្ទុះមកយើងក៏ចាប់ដើមប៉ើងមើលទៅថាវារៀងទំនងរឿងថាវាចង់ដាច់ទឹកដាច់អីចឹងក៏យើងនៅតែចូលកោះមើលទៀតមើលវាមិនខ្លាចវាខ្លោចទៅបាតក្រោមម្យ៉ាងខ្ញុំចង់ឲ្យទុកឲ្យដាច់ទឹកព្រៃផងទេបាទកុំឲ្យវាធំបាទតែបើយើងដាក់គ្រឿងយ៉ាងណាក៏ដោយចំពោះឆ្អឹងចំពោះសាច់នេះវាត្រូវតែកូរវារងាស់វាឲ្យដាច់ទឹកព្រៃវាសិនហើយมันអាចបំភ្លេចបានទៀតគឺម្ទេសហុយចំពោះម្ទេសហុយនេះកាលណាយើងថែមទៅក៏វាអាចជាជួយបង្កើនបន្ថែមនូវពណ៌ដែរបាទកាលណាវាចេញប្រេងម្ទេសទៅវាមកកើនពណ៌មើលទៅគួរឲ្យតាក់ទាញចឹងហើយយើងនឹងកូរត្រឡប់នឹងឲ្យវីដេអូវារៀងវែងបន្តិចសារនេះអញ្ចឹងការបញ្ចូលរបស់ក្បាយនោះសឹងតែចង់អស់ពាក្យអស់ពេចនិយាយនេះអញ្ចឹងនឹងមករកពាក្យអីនិយាយអញ្ចឹងវាក្របវាចោលភាសាទៀតទុកមើលប្រហែលចូលមើលស្មានទៅចង់ចូល500ម៉ោងដែរហ្នឹងបាទអញ្ចឹងហើយបានខ្ញុំបើកទៅមើលភាសាទៀតគេថាអីយ៉ាមើលទៅលីចាន់រីងទៅហើយអញ្ចឹងលំមអាចជាត្រូវការបន្ថែមនៅចាក់ទឹកចាក់អីហើយមកទៅអញ្ចឹងបន្តិចទៀតនេះចិត្តដល់ម៉ោងយើងទៅថែមទឹកហើយបាទដើម្បីយកទឹកគាត់ទុកបានហត់វាគ្រីបគ្រូបដែរតែនៅតែគោត្រឡប់វារហូតយ៉ាងឯងចឹងតែមុននេះខ្ញុំថែមនៅទឹកដោះគោសិនបាទនេះចំពោះនេះគឺទឹកគោខាប់ខ្ញុំប្រើទឹកដោះគោខាប់នេះរៀងក្រែលបន្តិចដែរហើយចំពោះស្ករក៏ខ្ញុំប្រើដែរតែខ្ញុំប្រើតិចព្រោះខ្ញុំប្រើទឹកដោះគោនេះហើយដើម្បីវាមកទៅវាចាប់ដិតបើសិនជាមានចុងខ្ទិះបន្តិចដាក់បន្តិចទៅនោះវាកាន់តែប្រសើរហ្មងប៉ុន្តែឲ្យសារវាអត់ចឹងខ្ញុំប្រើទឹកដោះគោខាប់ពួកភាគច្រើនខ្ញុំធ្លាប់ឆ្លផ្ទះធំហ្នឹងខ្ញុំចេះតែប្រើទឹកដោះគោខាប់ហើយនោះខ្ញុំចាក់ទឹកវាសិនបាទខ្ញុំចាក់ទឹកបាទចាក់ទឹកចំនួនកន្លះលីត្រសិនបាទចាក់ស្ទង់មើលសិនតែមើលវាទឹកនេះនឹងកានឹងសាច់របស់យើងហ្នឹងវាប៉ុណ្ណាខ្ញុំមើលទឹកថាវាមិនជាចំណងទេវានៅស្ទើរអញ្ចឹងខ្ញុំត្រូវតែថែមទឹកហ្នឹងប្រហែលជាកន្លះលីត្រទៀតដើម្បីឲ្យវាលិចនៅជាមួយនឹងកាកនឹងសាច់ហ្នឹងទៅហើយតាមតម្រាំរបៀបពុះហ្នឹងវាអាចស្មើទឹកស្មើកាកនឹងអាចយើងទទួលយកបានហើយនៅម្ហូបនេះដែលយើងស្លនេះ
បាទហើយចំពោះគ្រឿងក្រៅបងប្អូនឃើញតែថែមតែបេជាខ្ញុំឃើញថែមសេរីកាប់ប៉ុតខ្ញុំថែមអស់ហើយតែខ្ញុំអត់បានថតដល់កន្លែងនោះឲ្យឃើញខ្ញុំកាត់វាទៅនេះខ្ញុំដាក់អំពិលខ្ញុំដាក់អំពិលខ្ចីបានដាក់ចំនួន3គួរខ្ញុំដាក់អញ្ចឹងទៅដើម្បីឲ្យវាពុះកាលណាវាពុះទៅវារលួយខ្ញុំយកមកជ្រុំអញ្ចឹងហើយខ្ញុំគ្របវាសិនបាទគ្របវាចំនួនប្រហែលជា2នាទីហើយក៏ខ្ញុំប៉ាវវាមកវាពុះអញ្ចឹងមិនន័យថាអំពិលខ្ចីហ្នឹងវាចូលលក្ខណៈវាចង់រលួយហើយអញ្ចឹងខ្ញុំត្រូវដួសវាយកមកជ្រុំនៅខាងក្រៅបាទជ្រុំវាគាត់យកទៅពេលចុចវាហ្នឹងក៏វានេះដែរហើយតែ3គួរនេះនិយាយថាវាជូរនឹងស្លៀងភ្នែកហើយបាទនឹងសម្លបើយើងដាក់អំពិលទុំក៏បានដូចគ្នាប៉ុន្តែនេះថាខ្ញុំចង់ជាមួយនឹងអំពិលខ្ចីមើលទៅព្រៀងទំនងជាងអញ្ចឹងណាបាទហើយជ្រុំចុះជ្រុំនោះគឺសល់តែក្របពុតទៅអំពិលខ្ចីគឺចេញសាច់អស់អញ្ចឹងសល់តែក្របខ្ចីយើងមិនដាក់ទាំងអស់ទៅដាក់ក្របមកទៅខ្លាយទៅចត់អញ្ចឹងហើយអត់ហ៊ានដាក់ទាំងក្របវាសឹកដាក់អញ្ចឹងទៅបីជ្រុំល្អជាងហើយចំពោះមុខម្ហូបនេះបងប្អូនមើលទៅថាអាចជាមិនពិបាកធ្វើទេប៉ុន្តែបើសិនខ្ញុំធ្វើទៅដូចមានកន្លែងណាមួយដូចមិនទំនងខ្វះអីណាអីសូមបងប្អូនជួយខមមិនឲ្យជាមតិជាយោបល់ផងបើព្រោះម្នាក់ជាងចង់ឆ្ងាញ់ចង់ចេះដែរណាហើយក៏មិនថាចេះយកទៅកើតអាជីពអីធ្វើជាអ្នកលក់ដូរដែរគាត់ថាចង់ចេះថាពេលយើងធ្វើការជួបជុំបងប្អូនខែមកសល់ដៅយើងចង់ធ្វើហូបអីម្ដងដល់មានគេកំងឲ្យខ្ញុំជួយធ្វើវាជូរកាក់ទីអញ្ចឹងហៅថាខ្ញុំចំណុចខ្វះខាតច្រើនហើយសក្តិ្រូបអញ្ចឹងបងប្អូនណាដែលចេះអីចង់ធ្វើអីជួយប្រាប់ផងថាខ្វះអីជួយបញ្យល់ណែនាំផងព្រោះនេះធ្វើនេះក៏មិនថាចេះអីចេះតាមទូរស័ព្ទដែរនៅមើល YouTube មើលគេអញ្ចឹងមកគេធ្វើវាមិនអញ្ចឹងហើយមើលទៅនៅខ្វះខ្លះគេប្រើប្រហុកទៅខ្លះក៏ប្រើកាពិទៅតែយើងអត់កាពិខ្ញុំប្រើប្រហុកអញ្ចឹងហើយជួយចុច Subscribe ហើយនឹង Like នៅ Channel នេះមួយនេះផងព្រោះជារៀនធ្វើទៅតែមិនដឹងថ្ងៃណាថ្ងៃណីទេព្រោះថ្ងៃណាប្រហោះថ្ងៃណាអត់ហ្នឹងវីដេអូមានតែប៉ុណ្្នេះ